មេរៀនដែលយើងរៀនអំពីសព្វនាមលោកចាស់ត្រូវតាមដានមើលក្នុងលំហាត់ទាំងនេះឲ្យដឹងថាតើសព្វនាមនេះនៅក្នុងបរិសព្វនាមជាដំបូងតើវាជំនួសឲ្យនាមនាមយ៉ាងណាខ្លះណាយើងមើលមកពុទ្ធោលោកេបណ្ណោតស្សៈធម្មោបដ្ឋរិពេលយើងមើលមកទាំងអស់នេះណាយើងមើលឲ្យស្គាល់នៅវិភ័តឲ្យស្គាល់នៅអវ័យដែលជានាមអវ័យដែលជាគុណនាមអវ័យដែលកិរិយាសព្ទមើលឲ្យស្គាល់ថាអវ័យដែលជាកណាសព្វនាមអវ័យជានាមអវ័យកិរិយាសព្ទយើងមើលវាឲ្យស្គាល់ឲ្យអស់ពេលដែលយើងមើលស្គាល់អស់ហើយបាទយើងចាប់ផ្ដើមប្រែកណាចាប់ផ្ដើមប្រែពេលដែលយើងស្គាល់អស់ហើយចាំបើឡាយថ្មិចមិនមើលចាំបានឲ្យដឹងហើយជ្រូកនៅឡាយតែក្រួយបាយអញ្ចឹងហ្នឹងល្មិចបានយល់មេរៀនទៅចាប់ដើមប្រែមកចាស់កវិតគវីលោកទេទៅប្រែលោកគេល្មិចវិភ័តអីគេទៅប្រែលោកគេណោះកដាពុទ្ធោរីព្រះសម្មាសម្ពុទ្ធចមណាពុទ្ធោរីព្រះពុទ្ធមកក៏ព្រះសម្មាសម្ពុទ្ធមកដូចគេជុំទៅប្រែណាដល់ណាឆ្ងាយម្ល៉េះអានេះនៅក្នុងសព្វនាមវាសង្កាត់របស់វាចាកណាសង្កាត់របស់វាចាដូច្នេះយើងត្រូវប្រែក្នុងមួយសង្កាត់របស់វាសិនមកនេះឧបណ្ណោនេះកិរិយាសព្ទនេះប្រែថាម៉េចឧបណ្ណោនោះប្រែថាម៉េចកើតឡើងកើតឡើងហើយឧបណ្ណោបានតែព្រះសម្មាសម្ពុទ្ធនោះគឺព្រះអង្គទ្រង់ត្រាស់ដឹងហើយលោកេវិភ័តអ្វីលោកេវិភ័តអ្វីលោកេថាទុតិយាទេចេតថាយកទុតិយាមកប្រែល្មិចកើតចេតនិយាយទៅណាលោកេក្នុងលោកឆ្លងមកកណាជាសត្វតមីវិភ័តបានដល់វគ្គនៃសង្កាត់របស់សព្វនាមហើយធម្មោរីព្រះធัวកណាធម្មោព្រះធัวធម្មោរីព្រះធัวធម្មោរីព្រះធัวនេះចាប់ដើមប្រែសព្វនាមមកនេះចាប់ដើមប្រែសព្វនាមមកសព្វនាមវិភ័តអីគេវិភ័តវិញក៏បើមើលផងហ្នឹងចាំតរនឹកទៅបើមិនតន្តែងផងចាំតថៃនឹងឆាត់ថៃកណាចាំថៃឆាត់ថៃតស្សៈព្រោះជំនួសយើងយកឆាត់ថៃមកបានវាត្រូវជាមួយនឹងប្រយោគព្រោះតស្សៈនេះគឺជំនួសឲ្យពុទ្ធោនេះឯងណាចាអត់ឲ្យចិនពុទ្ធោតដែលណាកណាតស្សៈរបស់ព្រះអង្គមិនព្រះពុទ្ធទេបើព្រះពុទ្ធវាចិនពាក្យតដែលហើយសព្វនាមនេះគឺប្រើពាក្យមិនឲ្យចិនគ្នាកណាមិនឲ្យចិនគ្នាតដែលឮតែព្រះពុទ្ធហ្នឹងហើយក្របតាម៉ាត់ហ្នឹងណាវាសំពីបានគេត្រូវប្រើសព្វនាមដូច្នេះតស័ព្ទកណាតស័ព្ទនៅក្នុងពងលឹងណាចាឃើញតស្សៈនេះនៅក្នុងចតថៃភ័តនិងឆថៃភ័តពងលឹងដូច្នេះយើងប្រែថារបស់ព្រះអង្គគឺអង្គណាគឺរបស់ពុទ្ធោនេះឯងកណាធัวរបស់ព្រះអង្គកណាគាត់បញ្ចូលបណ្ដើទៅរបស់ព្រះអង្គបានយើងប្រែកិរិយាសព្ទមកបដ្ឋរិកណាតែងផ្សាយទៅធัวរបស់ព្រះអង្គគឺតែងផ្សាយទៅចាបត្តរិតែងផ្សាយទៅ
ណាចប់មួយប្រយោគឥឡូវប្រែតាមឲ្យលឺ ពុទ្ធោរីព្រះសម្មាសម្ពុទ្ធបបណ្ណោកើតឡើងហើយលោកេក្នុងលោកខមមោព្រះធัวតាសៈរបស់ព្រះអង្គបដ្ឋរិតែងផ្សាយទៅបដ្ឋរិមិនអដ្ឋរិទេបដ្ឋរិតែងផ្សាយទៅយល់ហើយនៅ